មិនចេះតែដើរឆ្លងប៉ុស្តិ៍ផ្ដាស់ទេបលតែយើងយល់ឈើទាំងអស់គ្នាលើក្រេយល់យើងតែម្ដងសម្រាប់នេះ adventure ចាអ្នកដែលចូលចិត្តដើរសាក់លបងកេងកន្លែងថ្មីប្លែកៗចាសូមអញ្ជើញមក ST63 នៅភូមិវត្តឃុំកំពង់ឃ្លាំងស្រុកសួននិគមខេត្តសៀមរាបសម្រាប់សេវាកម្មកេងវិញបងប្អូនអាចជើញចូលមើលបានចាគឺការរៀបចំរបស់ផ្ទះស្នាក់យើងគឺបែបនេះប្រើកាមេរ៉ាពុកសខ្នៃសទាំងអស់ទៅបីជានៅទីនេះយើងទឹកយើងមិនសូវជាស្អាតក្តីក៏ប៉ុន្តែគឺយើងព្យាយាមធ្វើបែបណាឲ្យ clean អនាម័យមានស្តង់ដារជានិច្ចបងប្អូនអញ្ជើញមកអាចទុកចិត្តបានពីព្រោះថានៅទីនេះគឺធានាអនាម័យស្អាត 100% តែម្ដងដែលប្រភេទក្រេយើងមានក្រេជាប្រភេទក្រេយល់សម្រាប់បងប្អូនដែលចង់ explore ចាការកេងបែបរសជាតិបែបប្លែកចាគឺអាចសាកល្បងក្រេយល់របស់យើងបានបើសិនតែបងប្អូនគិតថាអូមិនចេះទេក្រេយល់វារាំងឈើក្បាលវិលមុខអីចឹងណាចាគឺអាចសាកល្បងចាក្រេយើងចាយើងមានជំរឿសម្រាប់បងប្អូនហើយរបៀបនៃការយើងរៀបចំគឺយើងរៀបចំបែបនេះពីព្រោះថាភ្ញៀវដែលមកកេងទាំងអស់គឺសិតតែមានសុជីវធម៌ត្រឹមត្រូវបងប្អូនមិនមែនចេះតែដើរឆ្លងប៉ុស្តិ៍ផ្ដាស់ទេហើយក្រេយល់របស់យើងហ្នឹងគឺមាន single ហើយនិង double អញ្ចឹងបើសិនជាបងប្អូនចង់ book ម្នាក់ឯងចាយក single ទៅហើយបើ2នាក់ double ទៅយើងយល់ឈើទាំងអស់គ្នាលើក្រេយល់យើងតែម្ដងណាច្រើនបរទេសបងប្អូនគាត់មកកេងអីចឹងណាចាហើយបើថាភ្ញៀវខ្មែរយើងក៏គាត់មកដែរប៉ុន្តែលក្ខណៈ family របស់គាត់ហើយជាទូទៅបើគាត់មកគឺគាត់តែងតែសួរអូមានភ្ញៀវប្រហែលអីប្រហែលអញ្ចឹងបើថាគាត់អត់ comfort ក្នុងការដេកគៀកគ្នាទេយើងរៀបឲ្យគាត់រាំងឆ្ងាយគ្នាព្រោះអីផ្ទះទាំងមូលហ្នឹងគឺធំណាបងប្អូនវែងមែនតើចាវែងអញ្ចឹងយើងអាចថាអូខេខ្ញុំអត់ comfort គេងនៅគៀកអ្នកនេះអ្នកនោះអញ្ចឹងខ្ញុំគេងម្លងឲ្យឆ្ងាយគ្នាអីចឹងណាប៉ុន្តែលក្ខខណ្ឌយើងគឺបែបនេះចាគឺយើងអត់មានជាលក្ខណៈបន្ទុកអីទេសម្រាប់នេះ adventure ចាអ្នកដែលចូលចិត្តដើរសាកល្បងគេងកន្លែងថ្មីប្លែកៗចាសូមអញ្ជើញមក ST63 នៅភូមិវត្តឃុំកំពង់ឃ្លាំងស្រុកសួននិគមខេត្តសៀមរាប